ឡូវពូម៉ាក់គ្នាទៅដល់ហើយគ្នាទៅនេះថានារីអ្នកហ្នឹងស្អាតយកមែនតើមកអ្នកនាងកុំតតាមអ្នកប្រុសហ្នឹងរៀបគម្រោងធ្វើស៊ីអ្នកនាងឯងខ្ញុំមកតែគាត់ទៅស្លាញ់ខ្ញុំខ្លាំងណាគាត់ទៅមិនអាចធ្វើអញ្ចឹងបានទេស្មាននេះយើងមើលមិនឃើញទេគេស្លាញ់យើងក៏ប៉ុន្តែគេក៏បោកយើងបានដែរមិនអាចទេអ្នកនាងអ្នកសារអីខ្ញុំនឹងប្តីខ្ញុំមកស្លាញ់គ្នារាប់ឆ្នាំហើយអញ្ចឹងគាត់មិនអាចធ្វើអញ្ចឹងបានទេអ្នកនាងអូនណានិយាយមិនណាគេណាអូបងអត់មានអីទេបើឯងនិយាយការងារបើឯងតទៀតទៅព្រោះអីមិញអូននិយាយមួយម៉ាក់អូនតាអូនអត់អីចាំបងនិយាយការងារបងតសិនចឹងការងារដែលគេនិយាយជាមួយនឹងមិត្តភក្តិគេរៀបគម្រោងយកអ្នកនាងទៅទៅលក់ឈួតនាងឯងឡប់មែនប្រដែពនយកពនស្លាញ់គ្នាសុកនាងឯងចាំបាញ់បាក់មែនខ្ញុំមិនដឹងប្រាប់អ្នកនាងថាមិនទេបើអ្នកនាងយើងជឿនាងឯងទេបើនាងឯងធ្វើមែននាងឯងឡើងលើបើមិនខំចឹងឯងខ្ញុំសំវល់អ្នកនាងជឿខ្ញុំមកអូយើងស្ដាប់យូរទៅទឹកដឹងថានាងឯងចាំបាញ់បាក់យើងនៅហ្មងទីតាគ្មានផ្លូវឯនាងព្រោះអីយើងស្លាញ់ប្តីយើងខ្លាំងណាអូនណានិយាយមិនណាគេណាអូនក៏ស្លាញ់បងឯងដែរគ្មានណាគេបែកបាក់អូននឹងបងបានទេភ្លើមកមែននាងគេប្រាប់ឲ្យល្អមិនចេះស្ដាប់ទេនាងឯងកុំចេះដឹងរឿងគ្រួសារយើងប្រយ័ត្នយើងប្រាប់ប្តីយើងឲ្យបែកនាងឯងទៅណាទៅយើងជប់ប្រាប់នាងឯងព្រោះអីនាងឯងមិនស្ដាប់យើងហ៎យើងក៏មិនចេះស្ដាប់នាងឯងប្រហែលដែរព្រោះអីវារំខានតើអង្គទីយើងតាំងហើយមនុស្សអីក៏ល្ងងយ៉ាងនេះទេមិនដែរពូម៉ាក់សង្សារគ្នាប៉ុណ្ណឹងអែមិនស្អាតតាប៉ុន្តែសួរលោកតកែសិនលោកតកែប៉ុណ្ណឹងអាចសគូជួយលោកតកែមុខអីចាខ្លាចណាខ្លាចតែលុយច្រើនណាហើយសម្រាប់ចិត្តថាលោកសង្សារអញស្រេចចិត្តលក់អញដឹងស្រឡាញ់ស្អីហ៎មកផាក់បាយមុខចាស់អូនពូម៉ាក់បងអាយុវាតិចទេគ្រាន់តែមុខវាចាស់យើងមកនឹងធ្វើអីមុខហ្នឹងគួរឲ្យខ្លាចហ្មងគួរឲ្យខ្លាចអូនវាអត់គួរញ៉ាំដាក់ឡាយរហូតហេសង្សារឲ្យលោកម៉ាណាលក់4លានណាលក់អីគេបង4លានហ៎មានលក់អីអូនលក់បងថាយកទូរស័ព្ទបងទៅលក់ណាអញ្ចឹងឯណោះបងតើបងយើងទៅវិញនេះឡើយណោះគួរឲ្យអូនចាំតិចបងទៅទឹកផ្លែតសិនចឹងតាម៉ាក់គ្នាចង់ទៅទឹកដែរណាតោះអូនឯងជាបាសបងណាពូពួកឯងនិយាយគេហ្នឹងធ្វើច្រកឲ្យខ្ញុំគ្រប់តិចទៅអូនឯងអត់ដឹងទេចុះដឹងស្អីគេខ្ញុំអត់មានដឹងអីទេអូនគេលក់អូនឯងឲ្យបងណាសង្សារខ្ញុំលក់ខ្ញុំឲ្យពួកឯងណាហ្នឹងហើយគេលក់ឲ្យ4លានតែខ្ញុំមកត្រូវការឯងនឹកស្មានថាសង្សារខ្ញុំហ៊ានលក់ខ្ញុំឲ្យពួកឯងឯងពូខ្ញុំមកលេពួកឯងចូលឯងអស់លុយអត់បានអីអញសប្បាយចិត្តច្រើនណាបានលុយច្រើនណាបងខ្ញុំនឹកស្មានថាបងឯងហ៊ានធ្វើបែបហ្នឹងឯងហ៊ានយកអូនទៅលក់ឲ្យគេតែអូនខំស្លាញ់មកឯងអត់ពិចារណាអូនឯងដឹងហ៎បងសុំទោសបាច់សុំទោសទេខ្ញុំអត់ត្រូវការពាក្យសុំទោសទេហើយគេខំប្រាប់ខ្ញុំថាបងឯងយកខ្ញុំទៅលក់តែខ្ញុំអត់ជឿគេដោយសារអីដោយសារខ្ញុំស្លាញ់មកឯងខ្លាំងបងម្ដងទៅណាអូនបងនឹងខុសហើយបានហើយខ្ញុំអត់ទទួលពាក្យសុំទោសពីយើងទេព្រោះអីការស្លាញ់គ្នាបើមានភាពស្មោះត្រង់ទេយើងនៅមួយគ្នាបានទេយើងគួរធ្វើចឹងដាក់នាងសិននាងឆ្លាញ់យើងខ្លាំងណាមានតាអាណិតនាងខំស្លាញ់ឯង